ឥឡូវយើងចាប់ដើមតេស្តពីនេះទៅតែម្ដងគឺខាងគាត់កំពុងដើរទៅអញ្ចឹងដើរទៅកន្លែងនៅចុងផែនេះចាយើងចាប់ដើមនិយាយអញ្ចឹងឥឡូវយើងនេះកំពុងតែតេស្តនៅលើ DJI Mini ដែលសមត្ថភាពវាអាចស្រូបសំឡេងរហូតដល់ទៅ400 ម៉ែត្រអញ្ចឹងឥឡូវយើងកាមេរ៉ាអញ្ចឹងយើងឃើញសញ្ញា signal វាហ្នឹងគឺពណ៌ភ្លើងខៀវទាំងពីរណាអញ្ចឹងមានថាវាស្គាល់គ្នាហើយឥឡូវខ្ញុំឲ្យសញ្ញាទៅគាត់បើគាត់និយាយមកវិញ Hello សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូ long set នេះដែរគឺតែងតែមានបងប្អូនគាត់ចូលចិត្តស្ទូចត្រីស្ទូចមកគាត់មកស្ទូចជាប្រចាំជារៀងរាល់ថ្ងៃហើយទេសភាពនៅលើផែមិនថាពេលថ្ងៃឬពេលយប់ទេគឺស្អាតដោយសារតែផែ long set គឺបានរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់អត់ដូចផែផ្សេងនិយាយថាផែផ្សេងអត់ស្អាតទេគ្រាន់តែថាផែ long set មើលមកវាស្អាតសម្រាប់ខ្ញុំហើយវីដេអូហ្នឹងខ្ញុំអត់មានអីនិយាយទេខ្ញុំគ្រាន់តែចង់តេស្តសលេងចេញពីគល់ផែមកដល់ចុងផែវាមានការរំខានឬក៏អីខ្លះចឹងណាហើយវាស្រូបបានល្អអត់ចឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេឲ្យគាត់និយាយវិញឥឡូវគាត់និយាយចប់ហើយអញ្ចឹងយើង stop ត្រឹមនឹងបានហើយបាទឥឡូវយើងនិយាយពី behind the scene នៅពេលដែលយើងកាមេរ៉ាមែនគាត់តម្រង់ទៅដល់ឡើងឆ្នេរហ្នឹងដើម្បីត្រៀមថតតេស្តមិច DJI Mini ហ្នឹងអញ្ចឹងជូនចំពោះអ្នកដែលមានអំណងចង់ទិញ DJI Mini គឺមើលវីដេអូហ្នឹងគឺអាចមានប្រយោជន៍ក្នុងការសម្រេចចិត្តបានអរគុណ